ទស្សនិកជនជាទីគោរពនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែនៅក្នុងឆ្នាំ2014នេះដែរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបានឧបត្ថម្ភដល់ទូកងទាំងអស់ដែលមកចូលរួមប្រកួតនៅក្នុងពិធីបុណ្យអុំទូកបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែដែលមានចំនួន248ទូកក្នុងទូកនីមួយៗទទួលបានថវិកាចំនួន2សែនរៀលសរុបទាំងអស់ទឹកប្រាក់ចំនួន49លាន6សែនរៀលសូមតំណាងក្រុមទូកនីមួយៗទទួលយកថវិកាពីខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលប្រចាំការនៅគណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិសូមអរគុណចា៎កុមារមហាពេជ្រដែលត្រូវប្រកួតជាមួយនឹងស្បៃវែងដែលស្ថិតនៅខ្សែទឹកខាងក្រៅដែលមានឯកសណ្ឋានពណ៌ក្រហមបាទរំលេចទៅដោយចុងចង្វាពណ៌សផងដែរហើយកំពុងតែធ្វើដំណើរមកមុខវេទិកាកិត្តិយសខ្ញុំបាទមើលឃើញថាគូនេះកម្លាំងដូចជាប្រហាក់ប្រហែលគ្នានៅឡើយទេព្រោះខ្ញុំបាទដែលធ្វើអត្ថាធិប្បាយនេះគឺនៅមើលប្រឆិតដូច្នេះមិនទាន់ហ៊ានសន្និដ្ឋានទៅលើគូទាំងពីរនេះតើគូណាមួយដែលមានប្រៀបជាងក៏ប៉ុន្តែនៅពេលដែលជិតមកដល់ខ្សែប្រត់ឃើញថាខ្សែទឹកខាងក្រៅបាទគឺស្បៃវែងបាទស្បៃវែងនេះធ្លាប់តែមានឈ្មោះល្បីដែរបាទមែនគឺស្បៃវែងបានមកដល់ខ្សែប្រត់ហើយបាទគឺឈ្នះគូប្រកួតប្រហែលជា10បាទប្រហែលជា10ខ្ទង់ឆ្លៀតឱកាសនេះដែរខ្ញុំបាទសូមអនុញ្ញាតអធិស្ឋានសូមប្រកាសម្ដងទៀតគឺគូពិសេសគូទី60បាទគូទី60ទូកដែលមានឈ្មោះថាស្រីម៉ៅក្រាំងយើត្រូវប្រកួតជាមួយនឹងទូកគិរីវងសុកសែនជ័យបាទគូទី60ដែលកន្លងមកដែលលោកស្រីប្រាក់សម្ផស្សបានប្រកាសច្រឡំខ្ញុំបាទសូមផ្សាយឡើងវិញគូពិសេសទី60នេះស្រីម៉ៅក្រាំងយើដែលមានលេខសម្គាល់119ត្រូវប្រកួតជាមួយនឹងគិរីវងសុកសែនជ័យដែលមានលេខ120បាទ120សូមមេត្តាជ្រាបជាព័ត៌មានសូមអរគុណបាទឃើញគូនេះឃើញមកតែឯងទេដោយខ្ញុំបាទបានទទួលព័ត៌មានគឺបាត់បាទគូបាទគឺលេខ140ខ្សែទឹកខាងក្រៅមិនបានមកទេបាទអូខ្សែទឹកខាងក្នុងល្អណាស់ឯកសណ្ឋានបាទឯកសណ្ឋានស្រស់តែម្ដងគឺលឿងខ្ចីគូទី70នេះខ្សែទឹកខាងក្នុងដែលមកតែម្នាក់ឯងដែលមានឯកសណ្ឋានស្រស់មែនទែនគឺពណ៌ទឹកក្រូចចាស់ដែលមានឈ្មោះថាវាលស្បូវសែនជ័យរបស់រាជធានីភ្នំពេញបានមកដល់ខ្សែប្រត់ហើយគឺមានតែម្នាក់ឯងទេចំណែកឯគូប្រកួតគឺអត់បានមកទេឬស័យស្រុកសែនជ័យបារមីវិលងខោខេត្តកំពង់ចាមឯគូទី71ក៏បានឆ្លងផុតកងពាន់ទី2ហើយកំពុងតែបន្ថែមដល់បឿននោះគឺខ្សែទឹកខាងក្នុងមានឈ្មោះថាសុកសែនជ័យបារមីវត្តវ៉ារិនព្រែកលៀបនៅក្នុងរាជធានីភ្នំពេញគឺវត្តព្រែកលៀបហើយបាទគឺរាជធានីភ្នំពេញដែលមានចង្វាពណ៌សចំណែកឯខ្សែទឹកខាងក្រៅដែលមានឈ្មោះថាអង្គរបូរីវណ្ណៈមនីច័ន្ទសុកសែនជ័យរបស់ខេត្តតាកែវដែលមានឯកសណ្ឋានពណ៌ត្រួយចេកបាទពណ៌បៃតងក៏ប៉ុន្តែมันអាចទទួលជ័យជំនះទេគឺខ្សែទឹកខាងក្នុងដែលទទួលជ័យជំនះនៅក្នុងគូទី71នេះបាទគឺសុកសែនជ័យបារមីវរិនព្រែកលៀបរាជធានីភ្នំពេញបាទជាបន្ទាប់មកទៀតនេះគឺគូទី72គូទី72កំពុងតែបាទបោះជំហានយោងមកឆ្លងកាត់កងពាន់ទី2គូទី72ខ្សែទឹកខាងក្នុងពាក់លេខ143សសវណ្ណតេជោសែនជ័យដែលជាទូករបស់ខេត្តព្រៃវែងដែលមានឯកសណ្ឋានពណ៌សរំលេចទៅដោយចុងចង្វាពណ៌សដែរចំណែកឯខ្សែទឹកខាងក្រៅពាក់លេខ144មានឈ្មោះថារកាខ្នោធីតាសែនជ័យសេរីឧត្តមបាទគឺជាទូករបស់ខេត្តកូនពៅគឺខេត្តត្បូងឃ្មុំរបស់ប្រជាជាតិចក្រកម្ពុជាដែលមានឯកសណ្ឋានពណ៌ខៀវទឹកប៊ិចបាទរំលេចទៅដោយចុងចង្វាពណ៌ក្រហមមើលទៅឃើញថាលបឿនប្រហាក់ប្រហែលគ្នាទេដែលពាក់ផ្លាកលេខ144ស្ថិតនៅខ្សែទឹកខាងក្រៅបាទសូមមេត្តាជួយតាមដានបាទឥឡូវនេះគឺប្រហាក់ប្រហែលគ្នាបាទប៉ិនគ្នាតែម្ដងបាទខុសត្រូវនោះខ្ញុំមិនទាន់ហ៊ានសន្និដ្ឋាននឹងជម្រាបជូនអំពីជ័យជំនះទុកជូនគណៈកម្មការបច្ចេកទេសដែលកំពុងតែតាមដានទៅតាមការអុំប្រណាំងនេះបាទលោកសេរីទូរទស្សនិកជនជាទីគោរពអំណររបស់បច្ចេកទេសព្រឹទ្ធបណ្ឌិតបរិយាតែជូនដល់មួយក្រុមក្រុមភ្លេងអរិយប្រពៃណីក្រុមអបកម្មអបពីប្រពៃណីក្រុមភ្លេងជាតិបប
និងបច្ចេកទេសរបស់ទូរទស្សន៍កម្ពុជាចំនួន5លានរៀលក្រុមផ្សាយបន្តផ្ទាល់និងបច្ចេកទេសរបស់វិទ្យុជាតិកម្ពុជាចំនួន5លានរៀលក្រុមអធិប្បាយផ្ទាល់និងអ្នកបច្ចេកទេសអំពីការប្រណាំងទូកចំនួន5លានរៀលក្រុមបម្រើការរបស់គណៈកម្មាធិការរៀបចំបុណ្យជាតិអន្តរជាតិទាំងអស់គឺចំនួន7លានរៀលសរុបថវិកាទាំងអស់គឺ31លានរៀលសូមអញ្ជើញតំណាងក្រុមទូនមួយមកទទួលថវិកាពីគណៈកម្មការសម្បត្តិជូននាយករដ្ឋមន្ត្រីដែលប្រចាំការនៅទីកន្លែងផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍ជាតិកម្ពុជានៅក្នុងទីវាថ្ងៃទី1នេះបាទនៅគូទី73នេះខ្សែទឹកខាងក្នុងចលនាយុវជន157សែនជ័យបាទចលនាយុវជន152សែនជ័យគឺជាទូករបស់ខេត្តកំពង់ចាមដែលស្ថិតនៅខ្សែទឹកខាងក្នុងឯខ្សែទឹកខាងក្រៅទូកមានឈ្មោះថាកោះអណ្ដែតសុកសែនជ័យបាទកោះអណ្ដែតសុកសែនជ័យនេះគឺជាទូករបស់ខេត្តតាកែវបាទគឺនៅកោះអណ្ដែតហើយដែលមានឯកសណ្ឋានពណ៌បៃតងចាស់បាទរំលេចទៅដោយចង្វាចុងចង្វាពណ៌សហើយមុខពណ៌សដែរឯអ្នកដែលនៅក្បាលទូកនោះក៏មានឯកសណ្ឋានពណ៌សតែម្នាក់ឯងទេបាទពេលនេះគាត់កំពុងតែបន្ថែមល្បឿនហើយមើលទៅគូប្រកួតនៅតែប្រហាក់ប្រហែលគ្នាទេបាទប្រហាក់ប្រហែលគ្នាទេរវាងចលនាយុវជន157សែនជ័យនិងកោះអណ្ដែតសុកសែនជ័យខេត្តតាកែវនិងខេត្តកំពង់ចាមបាទតែពេលនេះខ្ញុំឃើញថាខ្សែទឹកខាងក្នុងកំពុងតែដកគូប្រកួតហើយបាទ4-5ខ្ទង់ដែលចលនាយុវជន157សែនជ័យខេត្តកំពង់ចាមបាទគឺឈ្នះគូប្រកួតកោះអណ្ដែតសុកសែនជ័យប្រហែលជា5ខ្ទង់ទេបាទនៅពេលនេះឃើញថាគូទី74នេះទូកខ្សែទឹកខាងក្នុងគឺមកតែឯងទេដែលមានឯកសណ្ឋានស្រស់ល្អដូចគ្នាបាទគឺត្រួយជែកបាទគឺត្រួយជែកមានឈ្មោះថាច័ន្ទវង្សាមហាសែនតេជៈរបស់រាជធានីភ្នំពេញគឺគាត់មកតែឯងទេគឺគូរបស់គាត់នេះគឺអង្គរយាបសសែនជ័យព្រៃវែងគឺអត់បានមកទេដូច្នេះទុកឲ្យគូទី74ដែលរំលេចទៅដោយពណ៌ត្រួយជែកច្រើនណាស់បាទហើយចុងចង្វាពណ៌សទូរទស្សនិកជនជាទីគោរពឆ្លៀតក្នុងឱកាសនេះនាងខ្ញុំក៏សូមជម្រាបជូនថាគណៈកម្មការទូកដៃជះអ្នកក្រាចភូមិថ្មីសែនជ័យសូមគោរពថ្លែងអំណរគុណឯកឧត្តមគតិបណ្ឌិតសេដ្ឋាគៀតឈុនឧបនាយករដ្ឋមន្ត្រីដែលបានជួយឧបត្ថម្ភទាំងស្រុងដល់ចំណុះទូកនេះហើយតាមការឧបត្ថម្ភនេះគឺតាមរយៈឯកឧត្តមឆាន់សុផាន់អនុប្រធានក្រុមការងារថ្នាក់ជាតិនិងជាប្រធានក្រុមការងារចុះជួយស្រុកឆ្លងខេត្តក្រចេះមើលទៅឃើញថាគូពីរនេះហាក់ដូចជាទឹមគ្នាល្អណាស់ប្រហែលជា75និង76ហើយនៅគូទី75នេះខ្សែទឹកខាងក្នុងដែលមានប្រៀបជាងហាក់ដូចជាតោងជាមួយនឹងកងពាន់ទី2ហើយខ្សែទឹកខាងក្នុងខ្លែងក្លាហានបាសានមានជ័យគឺជាទូករបស់ខេត្តកំពង់ចាមឯខ្សែទឹកខាងក្រៅដែលបងចាញ់នោះហើយបានឆ្លងផុតកងពាន់ទី2ហើយគឺសវណ្ណកុមារមហារិទ្ធរបស់ខេត្តកណ្ដាលដែលពាក់ផ្លាកលេខ151បាទមើលសវណ្ណកុមារមហារិទ្ធថែមល្បឿនតិចទៀតមើលនៅពេលនេះឃើញថាខ្លែងក្លាហានបាសានមានជ័យខេត្តកំពង់ចាមដែលមានឯកសណ្ឋានពណ៌ក្រហមបាទនៅក្បាលទូកគាត់មានព្រៀបជាងគាត់គ្រប់ឈរឡើងពេញចំហតែម្ដងបាទក៏វីខ្លួននិងក៏វីចង្វាទៅតាមចលនាទូកងើបចុះងើបឡើងនៅក្បាលទូកបាទដោយគាត់ឃើញថាមានព្រៀបជាងគូប្រកួតហើយគឺខ្លែងក្លាហានបាសានមានជ័យរបស់ខេត្តកំពង់ចាមបាទនៅពេលនេះគាត់មកដល់គូហើយចំណែកឯគូទី76បាទគូទី76ក៏គៀកគ្នាណាដែរបាទទឹមគ្នាហ្មងខ្សែទឹកខាងក្នុងកំពង់ប្រាំងដែលចូលសែនជ័យព្រៃវែងខ្សែទឹកខាងក្រៅហេងរតនាសែនជ័យបារមីកូនមហាលូនបាទនៅពេលនេះគឺប្រហាក់ប្រហែលគ្នាទេខ្ញុំបាទសូមជូននាទីនេះទៅគណៈកម្មការបច្ចេកទេសដែលកំពុងតែតាមដានត្រួតពិនិត្យយ៉ាងម៉ត់ចត់នៅល្បឿននិងថេរវេលារបស់ទូកគូទី76រវាងខេត្តព្រៃវែងនិងខេត្តកណ្ដាលទូរទស្សនិកជនជាទីគោរពឆ្លៀតក្នុងឱកាសដែលគូបន្ទាប់ទើបទៅដល់កងពាន់ទី1នៅឡើយនាងខ្ញុំជំនួសមកឲ្យក្រុមការងារផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជាសូមគោរពថ្លែងអំណរគុណឯកឧត្តមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវដែលបានឧបត្ថម្ភដល់ក្រុមការងារផ្សាយផ្ទាល់យើងខ្ញុំនៅទឹកប្រាក់1លានរៀលឧបត្ថម្ភដល់ក្រុមការងារផ្សាយផ្ទាល់វិទ្យុជាតិកម្ពុជា1លានរៀលក្នុងនោះដែរយើងខ្ញុំតំណាងឲ្យក្រុមផ្សាយផ្ទាល់ទូរទស្សន៍ជាតិកម្ពុជាក៏សូមគោរពថ្លែងអំណរគុណដល់លោកជំទាវខួនសុដារីអ្នកតំណាងរាស្ត្រមណ្ឌលកណ្ដាលដែលបានឧបត្ថម្ភដល់ការផ្សាយទូរទស្សន៍ជាតិកម្ពុជានៅទឹកប្រាក់ចំនួន1លានរៀលផងដែរ
លោកឧត្តមសេនីយ៍ទេពវណ្ណាមេបញ្ជាការអាវុធហត្ថខេត្តកំពតបានឧបត្ថម្ភដល់ទូកងរបស់កងរាជអាវុធហត្ថចំនួន2ដែលមានទូកអធិរាជចក្រភពរាំងសីនិងទូកទេពពេជ្រកុមារមហាពិភពគុណនៅទឹកប្រាក់ចំនួន1 លានរៀលទី77បាទគូទី77នៅក្នុងថ្ងៃទី1ទីវាទី1ជើងទី1នេះបានចេញផុតកងគន់ទី1ហើយកំពុងតែបន្ថែមល្បឿនដោយបញ្ចេញទេពកោសល្យនិងបច្ចេកទេសក្នុងនាមជាកីឡាករអុំទូកដែលបានចូលរួមសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូកអបបុកសំពះព្រះខែនាពេលនេះឃើញថាមានភាពសប្បាយរីករាយណាស់ដោយកីឡាករអុំទូកដែលបានអុំហើយប៉ុណ្ណឹងជើងទី1ហើយគឺគាត់សប្បាយរីករាយគាត់កំពុងតែ